ថ្ងៃនេះដកកណ្ដាលរវល់កាំងខ្លាំងណាស់គាត់ក៏មកលោកកណ្ដាលទៅចូលរួមកម្មវិធីវិញខ្ញុំមិនចាប់អារម្មណ៍ទេតោះយើងទៅវិញខ្ញុំសុំទោសផងសុទ្ធតែជាអ្នកមានមកចូលរួមមិនគនាងសាមញ្ញមកចូលរួមដែរក៏ប៉ុន្តែខ្ញុំគិតថានាងគួរឲ្យចាប់អារម្មណ៍ណាស់ឯងត្រឡប់ទៅមុនទៅបញ្ចូលសម្លេងដែររបស់ឆ្ងាញ់ច្រើនមែនលើកក្រោយខ្ញុំនឹងផ្ញើរូបទៅឲ្យមិត្តខ្ញុំឲ្យគេមកញ៉ាំដែរមិនក៏មនុស្សដូចជានាងអញមកកន្លែងហ្នឹងបើជាធ្វើឲ្យកម្មវិធីគេបាក់មុខមែនតើនាងគិតថានាងអស់ចាមែនកុលាបដោះលើអាចគោនាងជាអាចគោមែនខ្ញុំនិយាយជាមួយនឹងនាងណាលោកប្រធានលោកប្រាប់ខ្ញុំថាថ្ងៃនេះមានកូនអ្នកមានមកចូលរួមកម្មវិធីនេះទើបខ្ញុំមកចូលរួមកម្មវិធីមួយនេះមើលទៅមើលមិនក៏មានជនពិការជារតែមកបែបនេះអញ្ចឹងលោកឯងរញតែអត់មើលខ្ញុំទេបុកជើងខ្ញុំហើយលោកឯងស្គាល់តែខ្ញុំជាអ្នកគេអត់មើលកណ្ដាស់អញ្ជើញខ្ញុំFangimo អគ្គនាយកក្រុមហ៊ុន Fangzer គេគឺជាកូនមហាស្ថិនោះមិនដូចសោះខ្ញុំមិនដូចគិតទៅលោកនឹងដូចមែនបើលោកធ្វើឲ្យខូចសក់បងប្រុសខ្ញុំមួយសរសៃខ្លួនលោកទាំងមូលក៏មិនអាចសងគ្រប់ដែរនាងនេះគឺពិតជាកង្កែបនៅក្នុងអណ្ដូងមែននាងខ្វាក់ភ្នែកទេអីហ៎ហេតុអីបានជានាងមិនស្គាល់ខុសត្រូវសោះអញ្ចឹងអ្នកក្រមមកម្នាក់ទៀតហើយតើនាងជួយគេដើម្បីអ្វីយ៉ាងម៉េចនាងចង់ជួយគេណាស់មែនមិនក៏នាងពូកែមើលងាយគេម្លេះនេះវាបង្ហាញពីការពិតថានាងជាមនុស្សដែលមិនទទួលបានការអប់រំសោះតែនាងពិតជាគិតថាគេជាអ្នកមានមែននាងនឹងគេឡើងរំជាមួយគ្នាទៅកុំអារម្មណ៍អីពួកយើងមិនធ្វើឲ្យមនុស្សគំរក់ដូចជាពួកនាងខកបំណងទេនិយាយជាមួយពួកគេទៅអីនាំតែខាតពេលវេលាណាតោះយើងអរគុណនាងហើយក៏ប៉ុន្តែជើងខ្ញុំអញ្ចឹងឲ្យរំយ៉ាងម៉េចទៅកុំអារម្មណ៍អីខ្ញុំនឹងការពារលោកចង្កេះរបស់ខ្ញុំពួកឯងធ្វើអីហ្នឹងសុំទោសផងពួកយើងកំពុងតែរំជាមួយគ្នាអញ្ចឹងវាអាចនឹងមកនាងអញ្ចឹងអីយ៉ាចើរបស់ខ្ញុំពួកឯងទាំងពីរខ្ញុំឈប់រំអីអាយ៉ូមានគេឈប់រំអីនរណានិយាយបងប្រុសពួកយើងទៅរកកន្លែងដែលស្ងាត់កុំឲ្យមានមនុស្សរំខានទៅលោកឃើញអូនត្រូវចាប់យកកំហុសមនុស្សដែលឈ្នានីយើងដោយយកអាវុធទៅវាយប្រហារគេវិញមកកម្មវិធីថ្ងៃនេះពិតជាមិនខកបំណងមែនមិនត្រឹមតែឯងរំសម័យនោះទេនៅមានគេជូនកាដូមកឲ្យទៀតខ្ញុំត្រូវធ្វើការថែមម៉ោងទៀតហើយសំណាងឯងដែលមានផលិតផលនេះគឺខ្ញុំអាចធ្វើការដាច់យកបានលេសិនហើយអេចាំតិចហ៎ថ្ងៃនេះនាងបានជួយខ្ញុំជូននាឡិកាទៅនាងអើខ្ញុំអូនេះគឺជានាឡិកាកូនក្មេងតានាឡិកានេះមានផ្កាហើយនឹងចាប់ទៀតពិតជាគួរឲ្យស្រឡាញ់មែននាឡិកាក្មេងវាពិតជាគួរអស់សំណើចណាស់ដែលជូនរបស់បែបហ្នឹងខ្ញុំពេញចិត្តនាឡិកានឹងវាគឺជារឿងរបស់ខ្ញុំនាងមិនចាំបាច់មកខ្វល់នោះទេបញ្ចូលសម្លេងដោយក្រុម SO Short Film អ្នកទាំងពីរទៅតែស្គាល់គ្នាបាន1ម៉ោងជាងសោះប៉ុន្តែអ្នកទាំងពីរបែរជាអាយ៉ាពិតជាស្នេហារន្ទះបាញ់មែនបាញ់ទៅបាញ់មកនាងទៅចេះស្អីពួកយើងគឺឃើញភ្លាមស្រឡាញ់ភ្លាមមិនយល់នោះទេខ្ញុំនឹងខ្លាចទៅជាប្រពន្ធរបស់អគ្គនាយកហើយពួកឯងគ្រាន់តែជាអ្នកក្រនោះទេមុននឹងខ្ញុំរុញទៅបុកនាងដល់ឈួតហើយមែនទេនាងពិតជាមិនដឹងស្អីមែនថាកន្លែងនេះគឺជាកន្លែងក្រុមហ៊ុន Fangzer ខ្ញុំនឹងឲ្យមេរៀនទៅពួកឯងសូមទៅសុខកុំអារម្មណ៍អីខ្ញុំនឹងការពារលោកមិនក៏ពួកឯងមិនឆាប់ពួកគេទាំងពីរអ្នកនេះចេញទៅពួកឯងថ្លង់ទៅអីឆាប់យកពួកគេទាំងពីរចេញទៅនេះហ៊ានតែកំភ្លាញខ្ញុំផងតែអ្នកនឹងថាខ្ញុំជាអ្នកណាគេអូនខ្ញុំគឺជាប្រពន្ធរបស់អគ្គនាយក Fangzer លោកអគ្គនាយកឯងហ៊ានលួចយកกระดาษសម្បត្តិអញ្ជើញលោកអគ្គនាយកផងហើយសម្ដែងធ្វើជាអគ្គនាយកទៀតណាវ៉ៃចាប់គេទៅប៉ូលីសអេខ្ញុំរើបានតើខ្ញុំរើបានទេស្អីគេអគ្គនាយកនេះគឺខ្លាញ់ទេអញ្ចឹងខ្ញុំត្រូវគេបងហើយអាយ៉ាចាប់អាយ៉ាខំសបិនពេញមួយថ្ងៃហើយតែចង់ក្រោយបែរជាមិនបានអីសោះហេតុតែលោភលន់ចង់បានអ្នកមានមនុស្សដូចជានាងខ្ញុំឃើញច្រើនហើយអាយ៉ានេះហ៊ានមកមុខខ្ញុំទៀត